สู้สู้ได้บางคนเนี่ยบัดไงนี่ยังมาធ្វើការบัดដាក់ធ្វើបួធ្វើធរណីតាកាន់បន្ទប់ទឹករបស់យើងពីមួយខាងកលែងបន្ទប់បងហើយនៅមួយខាងទៀតកលែងលាងដៃបាទនេះបាទយើងដំបូងឡើយយើងធ្វើការវាយតាម៉ូតែនេះកលែងនេះខ្ញុំអត់បានវាយតាទេព្រោះមានណែវការ៉ូវាត្រង់បាត់ស្រាប់ហើយបាទអញ្ចឹងយើងធ្វើការកាត់ការ៉ូមកបាន5សេនមករួចហើយឬការកាត់ក្រូយតែខ្ញុំបងប្អូនយកគឺយកបបែងមិនក្បាលកម្ពស់មិនបាទតែខ្ញុំយក5សេនរួចហើយយើងធ្វើការដាក់ស៊ីម៉ងរបស់យើងដាក់ស៊ីម៉ងរួចហើយយើងធ្វើការដាក់ដេនៅក្នុងកណ្ដាលបិទរួចហើយខ្ញុំដាក់ឃីវបាទយើងយកស៊ីម៉ងការរបស់យើងមកដាក់ឃីវរួចនៅស្រុកខ្មែរយើងមិនដឹងតែគេឲ្យទេតែយើងដាក់ឃីវបានហើយយើងយកกระดาษប៉ងស្អិតមកបិទវាឲ្យវានឹងស្អាតកុំឲ្យវាយកទៅពេលវារឹងទៅវាស្អាតបាទនេះរបៀបបិទគឺងាយស្រួលអញ្ចឹងបងប្អូនអាចមើលចិត្តគំរូបានយកទៅធ្វើការធ្វើតាមវិធីខ្ញុំបានបាទហើយដល់ពេលដែលយើងដាក់ធ្វើចេះយើងចង់យកទ្វារកញ្ចក់មកដាក់ក៏បានបាទក្នុងករណីដែលគេធ្វើអញ្ចឹងហ្នឹងគឺភាគច្រើនដោយសាររដាប់ស្លុបរដាប់ចោតវាមិនសូវបានហើយនឹងការពារកុំឲ្យទឹកខ្ចាយចេញពីកន្លែងមួយទឹកបង